បាទសូមស្វាគមន៍មកកាន់ Channel ដើរដំណើរកំសាន្តព្រៃភ្នំម្ដងទៀតហើយបាទថ្ងៃនេះខ្ញុំចេញពីភ្នំពេញទៅរតនគិរីវិញហើយចំពោះការធ្វើដំណើរយ៉ាងរអាក់ហើយបាទដាច់កង់ម៉ូតូ2ដង ហើយបងអូនមកយកតាំងពីព្រឹកតែសួយអីត្រូវដាច់កង់ម៉ូតូឥឡូវនេះមកដល់ស្ពាននៅមុខទៀតត្រូវដាច់កង់ម៉ូតូទៀតវាជាប់ដេកគោលបងប្អូនហ្នឹងហើយដល់ពេលយើងដូរអត់មើលដែលគោលវាជាប់សបកទៅពេលយើងដាក់ទៀតវាបែកទៀតអូនេះវាស្រែតាមផ្លូវពិតជាស្អាតមែនតើយើងមើលទៅគួរចង់គយគុណមែនតើឡើងដល់ភ្នំញ៉ាងទីទៀតភ្នំដែលកាលពីនៅវិទ្យាល័យវាជិះឡើងភ្នំទៅដល់ភ្នំហ្នឹងអូបានគ្នាជួយរុញដល់ភ្នំនេះមានអ្នកជួយរុញពីក្រោយទៅលើគ្នាពី3នាក់បានឡើងរួចអូជីវិតតាំងពីវិទ្យាល័យដល់សាកលវាមិនស្រួលទេអ្នករៀននោះហ្នឹងហើយអ្នករៀនគួរតែយល់ហើយហត់ទាំងខួរក្បាលផងហត់ទាំងកាយផងកាយវាសៅរ៍អាទិត្យទៅជួយប៉ាម៉ាក់គាត់ធ្វើចការហើយច័ន្ទសុកយើងរៀននៅសាកលរៀននៅវិទ្យាល័យបងប្អូនបាទឥឡូវនេះមកដល់ញ៉ាងហើយដល់ឃុំញ៉ាងអូឥឡូវដល់ផ្ទះហើយមកផ្លែតដល់ផ្ទះបាទនេះសូមស្វាគមន៍ឆ្មាពិសេសនឹកវានោះវានាំគ្នាដេកអូនេះវាពងខឹងចាស់វាមកយូរម្ដងខឹងមួយមើលមុខវាស្ពូតនេះអោបមួយកែខឹងឲ្យអោបមួយហ្នឹងហើយនឹកវាមែនតើតាមមួយឆ្នាំមកវិញម្ដងណាបងប្អូនហើយនេះម៉ូតូធំពិសេសនឹកម៉ូតូហ្នឹងនឹកមែនតើហើយមានទាំងផ្កាមានទាំងអីអូផ្ទះមានគ្រប់បែបយ៉ាងហើយវាទេសភាពមួយវាគួរចង់គយគន់មែនតើពេលយើងក្រោកពីព្រឹកទៅយើងមើលផ្កានៅពីមុខផ្ទះវាតិចភ្នែកធ្វើយើងមានក្តីសុខផ្លូវចិត្តណាហ្នឹងហើយបងប្អូនបើអាចយើងដាំផ្កាដាំអីនៅមុខផ្ទះទៅបើសិនជាអាចដាំដើមឈើទៅវាផ្ដល់ជាម្លប់ជាអីដល់ផ្ទះយើងហើយកាត់បន្ថយដីបន្ថយអីផ្ដល់ជាតិចដល់ផ្ទះនេះផ្កាអូផ្កានេះស្អាតមែនតើខ្ញុំមនុស្សប្រុសទេតែចូលចិត្តផ្កាខ្ញុំឆ្លងខ្លួនឯងដែលខុសគេហើយគេមនុស្សប្រុសគេចិត្តលេងបាល់លេងអីហាត់ប្រាណអីទៅខ្ញុំហាត់ប្រាណតែចូលចិត្តផ្កាវាស្អាតវាយើងមើលទៅវាសប្បាយចិត្តណាបងប្អូនបាទហើយតិចទៀតខ្ញុំទៅថតក្រោយផ្ទះទៀតឥឡូវនេះមុខផ្ទះទេបងប្អូននៅមុខផ្ទះនោះផ្លូវនោះប្រហែលជា25ម៉ែត្រពីផ្លូវនេះក្រោយផ្ទះនេះថតទាំងដើមលហុងដើមអីនេះមានទ្រេនមានពី3ដើមដែរបានសរុបទៅប្រហែលជា5ដើមទ្រេនតែមិនតន់ផ្លែទេបងប្អូនអើយតែដឹងថ្ងៃណាឆ្នាំណាទេបានផ្លែនេះផ្កានៅក្រោយផ្ទះតែផ្កានេះវាដុះធម្មជាតិមិនមែនដាំទេបងប្អូនផ្កានេះស្អាតម្យ៉ាងហើយនេះគឺគេដាំនឹងឯក្រោយផ្ទះអ្នកម្ដាយខ្ញុំដាំអូអានេះចាំមើលពេលវាទុំមកបែបហើយខ្ញុំចូលចិត្តមែនតើលហុងនេះក្រូចឆ្មាក្រោយផ្ទះវាស្ទើរតែមានគ្រប់យ៉ាងអស់ហើយអានេះស្លឹកត្រួយនេះវាយើងអាចធ្វើម្ហូបឆ្ងាញ់មែនតើត្រួយរំលងតែរំលងនេះមិនមែនរំលងមីទេបងប្អូនរំលងគេរំលងខ្មែរបុរាណហើយអានេះសត្វនេះខ្ញុំថតចិត្តទៅវាអត់ហើចេញទេបងប្អូនតែទៀតវាហើបាត់អានេះតបែកអូមានទាំងតបែកទាំងអីស្ទើរតែមានគ្រប់យ៉ាងអស់ហើយម្យ៉ាងដែរជីវិតចេញមកពីរៀនយើងបាននៅក្រោយផ្ទះយើងបានមើលទស្សនវិជ្ជានៅក្រោយផ្ទះទៀតតែអ្នកផ្សេងគេចង់មើលទស្សនវិជ្ជាគេតតែដើរលេងតែខ្ញុំអត់ទេខ្ញុំដើរទៅក្រោយផ្ទះទស្សនវិជ្ជាណាម្ដងចាញ់ណាមកបងអានេះអាខ្មៅវាដឹកវាដងចាំអូគ្នាមកទៀតមកហក់តាក់ចុះផ្ទះឡើងអូវាសប្បាយចិត្តគេនោះហ្នឹងហើយឆ្លាញ់វាមែនតើនឹងវាហក់នឹងម្ចាស់ហ្នឹងហើយមានតែមួយនឹងពណ៌ខ្មៅពេញខ្លួនអស់តែនឹងសត្វជាសត្វដែលស្មោះត្រង់ទូស្គាល់សត្វដែលស្មោះត្រង់ជាងគេមែននឹងការពីម្ចាស់ពេលណាគេឲ្យបាយវានឹងវាឆ្លាញ់ជាងគេតែឆ្លាញ់វាមែនតើបានក្រមនឹងឲ្យបានកុំលក់ហ្នឹងណាបងប្អូនហើយនេះថតស្មៅហ្នឹងហើយថតស្មៅមួយចុងក្រោយហ្នឹងហើយជម្រាបលាបងប្អូនហើយសូមអរគុណដែរចំពោះការទស្សនារហូតដល់ចប់អរគុណមែនតើ